ជាចង្គៀងខ្ញុំបានឃើញច្បាំងពិនជាពន្លឺសម្រាប់ពីនេះដែលបានទទួលស្គាល់ជានិស្សិតរបស់លោកអភិបាលប៉ុន្មានឆ្នាំមុនប៉ុន្មានខែមុនដែលឥឡូវនេះចូលនៅក្នុងជំហានមួយទៀតដើម្បីមានសិទ្ធិថ្លែងគម្ពីរដ៏ពេញលក្ខណៈគឺដើម្បីរំលឹកអ្វីដែលយើងបានស្ដាប់ជាពិសេសនៅក្នុងអត្ថបទទី1អត្ថបទទី2ចូលស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចូលស្ដាប់របៀបដែលព្រះជាម្ចាស់មានព្រះបន្ទូលដល់យើងដើម្បីទី1ប្រតិបត្តិតាមអ្វីដែលយើងស្ដាប់ទី2ដើម្បីទុកនៅក្នុងដួងចិត្តរបស់យើងអ្វីដែលដែលយើងបានស្ដាប់ទី3ដើម្បីបង្រៀនដល់គេឲ្យគេស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរនឹងលើពីនេះទៀតនៅពេលយើងទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់យើងទទួលព្រះបន្ទូលដ៏មានជីវិតយើងទទួលព្រះបន្ទូលដែលជាសេចក្តីពិតយើងទទួលព្រះបន្ទូលដែលណែនាំឲ្យព្រះបន្ទូលនេះជាប់នៅក្នុងចិត្តរបស់យើងជាប់នៅដៃហើយដាក់នៅលើថ្ងាក់របស់យើងដែរព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាព្រះបន្ទូលដ៏មានជីវិតជាព្រះបន្ទូលដែលណែនាំឲ្យយើងមើលឃើញអ្វីដែលដែលព្រះជាម្ចាស់ចង់ថ្លែងដល់យើងផ្ទាល់ដូច្នេះខ្ញុំអរគុណច្រើនដែលយើងអរព្រគុណព្រះជាម្ចាស់ដើម្បីឲ្យយើងបន្តទៅជាអ្នកថ្លែងដំណឹងល្អដោយសារដំណឹងដែលយើងទទួលពីព្រះជាម្ចាស់ជាដំណឹងផ្ទុយនឹងអ្វីដែលយើងមើលឃើញរាល់ថ្ងៃគឺដំណឹងល្អមិនដំណឹងអាក្រក់មិនដំណឹងដែលនាំឲ្យយើងធ្លាក់ទឹកចិត្តជឿចិត្តគឺដំណឹងល្អហើយដំណឹងល្អនេះគឺព្រះយេស៊ូវផ្ទាល់ complete បន្ទូលព្រះអង្គគឺជាចង្គៀងខ្ញុំបានឃើញច្បាំងពិនជាពន្លឺពិនជាពន្លឺពិនជាពន្លឺ